ធ្លាប់តែញ៉ាំដូងលើគោកឥឡូវមកញ៉ាំដូងលើទូកវិញម្ដងហ្នឹងហើយទាំងអស់គ្នានេះជារូបភាពខ្លះៗនៅភូមិកំពង់ភ្លុកខាងបឹងទន្លេសាបចឹងវីដេអូនេះដែរខ្ញុំបានទៅដើរលេងប៉ុន្តែតាំងដើមខែ12ដែរទេតែបានកាត់ហើយនេះកន្លែងគេលក់សបុតយើងទិញទូកជិះទៅហ្នឹងហើយចឹងឥឡូវពួកយើងមកទិញសបុតហើយចាំយើងទិញជូននៅវ៉ាន់ហើយកំពង់ភ្លុកនេះពួកខ្ញុំនិយាយទៅបងគាត់ធ្លាប់មកខ្លះហើយប៉ុន្តែខ្ញុំអត់ដែរមកលើកទី1ហើយធ្លាប់មកការឆ្នាំ2010ជាងនោះមកម្ដងមួយសាលាប៉ុន្តែកាលហ្នឹងខាងនេះគេកោកដល់ពេលមកលើកនេះយើងមានទឹកអញ្ចឹងនេះជាលើកទី2ហើយមិនលើកទី1ត្រូវលើកទី1សម្រាប់ការជិះទូកហើយពួកយើងមុននឹងចុះក៏បានថតរូបអីខ្លះធ្វើ vlog ខ្លះអញ្ចឹងណាហ្នឹងហើយហើយអ្នកដែលមកនេះនិយាយទៅយើងស្គាល់គ្នាថ្មីទាំងអស់គ្នាទេសម្រាប់ក្មេងៗបើបងគាត់ធ្លាប់ធ្វើការមួយគ្នាគាត់ស្គាល់គ្នាហើយតាមពិតយើងមកហ្នឹងមករត់ម៉ារ៉ាតុងតាំងពីដើមខែថ្ងៃទី7ខែ12ហ្នឹងតែដូចនិយាយអញ្ចឹងដោយសារតែពេលហ្នឹងប្រទេសយើងបានជួបជាមួយនឹងគេហៅថាសង្គ្រាមរ៉ាំរ៉ៃរហូតមកដល់ឥឡូវអញ្ចឹងក៏សម្រាប់ថាអត់ផុសវីដេអូទេតែដោយសារតែគិតថាយើងគួរតែផ្សព្វផ្សាយតំបន់ទេសចរយើងខ្លះហើយណាមួយទៀតក៏មានការលើកទឹកចិត្តឲ្យយើងជួយផ្សព្វផ្សាយពីគេហៅថាផ្សព្វផ្សាយកន្លែងដើរលេងស្រុកយើងឲ្យបានច្រើនហើយប្រទេសយើងទោះបីថាមិនក៏នៅតែមានសុវត្ថិភាពអញ្ចឹងណាអញ្ចឹងចង់ឲ្យអ្នកដំណើរកំសាន្តក៏ដូចអ្នកទេសចរនឹងឲ្យគាត់បានឃើញវីដេអូនេះដែរអញ្ចឹងពួកយើងរៀបឡើងទូកចេញទៅហើយអញ្ចឹងទូកហ្នឹងជិះបាន7-8នាក់អីចឹងណាពួកកៅអីគេរៀងច្រើនគួរសមដែរហើយឥឡូវចាប់ផ្ដើមអង្គុយគ្រប់គ្នាហើយព្រោះគ្នាខ្ញុំមកដូចជា5នាក់ហ្នឹងហើយចឹងចាប់ផ្ដើមចេញទៅហើយនៅទេសភាពបើកក្បាលដំបូងហ្នឹងគឺម្នាក់ឃើញកាន់ទូរស័ព្ទគ្រប់គ្នាដោយសារមានអារម្មណ៍ថារំភើបរីករាយដែលយើងបានឃើញគេហៅថាទស្សនវិជ្ជាដែលយើងអត់ធ្លាប់បាននេះណាដូចជាជិះទូកអីចឹងសូម្បីតែខ្ញុំក៏មានអារម្មណ៍ថាrelax ដូចគ្នាដែរហើយសប្បាយចិត្តហ្មងហើយអានេះវាអត់ទាន់ថាជាបឹងទន្លេសាបឲ្យធំទេគ្រាន់តែវាដូចនៅក្នុងព្រែកចឹងណាព្រោះដោយសារនៅតាមជុំវិញហ្នឹងវាមានផ្ទះប្រជាជនផងវាមានដើមឈើអីសងខាងផងហើយមុនចេញដំណើរហ្នឹងម្នាក់ថតរូបនេះតិចតួចណាឥឡូវយើងចាប់ផ្ដើមចូលក្បាលដល់ឃើញផ្ទះអ្នកភូមិអ្នកអីបដាហើយចាប់ផ្ដើមថាព្រោះអីវាប្លែកហ្នឹងហើយចឹងខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាដែលអត់ធ្លាប់ទៅលេងកំពង់ភ្លុកហ្នឹងអាចទៅលេងបានព្រោះអីមិនថាបើយើងទៅខែវស្សាអញ្ចឹងយើងមានទឹកក្នុងការជិះទៅឃើញទេសភាពភូមិគេហើយមណ្ឌលសុខភាពសាលារៀនអីគឺនៅលើទឹកទាំងអស់